ឯងប្តឹងគេតក្តីតតែក្រអស់ឆ្នាំងអស់ចានរបស់ក៏ខាតរបរក៏ខានដឹងអស់ប៉ុន្មានតម្រាំចាញ់ឈ្នះក្នុងឃ្លាមួយនៃច្បាប់ល្បាក់ថ្មីខាងលើនេះក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគុណវិបត្តិដែលកើតចេញអំពីការឆ្លោះតតែងគ្នាបង្កើតបានជាវិវាទវែងឆ្ងាយឥតដាច់ស្រេចរឿងវិវាទគឺជាកត្តាមួយដែលអាចបង្កើតបានជាការប្តឹងផ្ដាល់គ្នាឬបង្កទៅជារឿងក្តីក្តាំវែងឆ្ងាយមិនចេះចប់មិនចេះហើយនឹងបណ្ដាលឲ្យខាតបង់ទ្រព្យសម្បត្តិពេលវេលានិងកេរ្តិ៍ឈ្មោះភាគីទាំងសងខាងដែលពុំមានចំណេញអ្វីឡើយហើយមានតែធ្វើឲ្យបែកបាក់សាមគ្គីទំនាក់ទំនងញាតិមិត្តនឹងគ្នាក្រឡេកមកមើលយន្តការរបស់ ODK គឺជាស្ថាប័នដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការប្រកបដោយភាពឆាប់រហ័សមិនគិតកម្រៃនិងចំណេញពេលវេលាទន្ទឹមនឹងនេះបេសកកម្មរបស់ ODK មានគោលដៅសំខាន់ជួយកាត់បន្ថយនូវវិវាទលើកកម្ពស់វប្បធម៌សន្តិភាពនិយមនិងការយោគយល់គ្នាដើម្បីបង្កបរិយាកាសសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តព្រមទាំងនាំមកនូវសុខដុមរមនានៅក្នុងសង្គមជាតិ